Bọc cắn á, còn nhâm xua cuối tham miên sấy thì phục vụ này tại đông thùng thùng chẳng hay dương tụi tôi năng hay đôi nhâm lợt năng nhâm phục vụ ban này tập pe chân tới có quạt ha có được xạ bạn đằng ក៏យើងចូលទៅរសជាតិនៃការហាត់កីឡាមួយប្រភេទហ្នឹងពិបាកមិនស្រួលមិនឬក៏បទពិសោធន៍ណាខ្លះដែលគ្រូអាចរៀនសូត្រពីហ្នឹងបាន bờ cạn này ngay bậc quạt mỏng á rồi dương nhâm ọt thật tật thì vậy tất phi ngay cái cặp chít tật chẳng làm bay bay dương bị nguồn chẳng là nó phò là bạn mùi cái nhâm vừa tỏ bàn trồi hai năm mới chật sành kháng năng khang ជំរាបសួរបងប្អូនទាំងអស់គ្នាសម្រាប់ថ្ងៃនេះខ្ញុំនឹងនាំបងប្អូនមកស្ដាប់ជាមួយនឹងបទពិសោធន៍នៃការហាត់ចូលនៅក្នុងកីឡាមួយដែលយើងមានឈ្មោះថាកីឡាកាយវិបកម្មជាទូទៅនៅស្រុកខ្មែររបស់យើងស្រីៗភាគច្រើនគឺអត់សូវស្រឡាញ់សាច់ដុំហ្មងទេឲ្យតែសាច់ដុំគឺភាគច្រើនខ្លាចប៉ុន្តែនៅក្នុងថ្ងៃនេះខ្ញុំចង់ដឹងថាតើមានកត្តាអីគេខ្លះទើបធ្វើឲ្យគាត់នឹងគឺសម្រេចចិត្តនៅក្នុងការហាត់ចូលកីឡាកាយវិបកម្ម ចាសសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះតំជ្រក់អើយសប្តាហ៍នេះខ្ញុំគឺជាគ្រូបង្វឹកម្នាក់ខាងផ្នែកហាត់ប្រាណហើយបទពិសោធន៍របស់ខ្ញុំគឺមានរយៈពេល6ឆ្នាំកាលពីមុនខ្ញុំហាត់ហ្នឹងគឺ2017ពេលហ្នឹងខ្ញុំគីឡូ39គីឡូកាលហ្នឹងខ្ញុំស្គមខ្លាំងរូបរាងខ្ញុំក៏អត់មានហើយនិយាយទៅសឹងថាខ្ញុំខ្មៅអាក្រក់ហើយបន្ទាប់មកខ្ញុំក៏សម្រេចចិត្តឈានជើងចូលហាត់ប្រាណពេលដំបូងហ្នឹងខ្ញុំហាត់ហ្នឹងគឺខ្ញុំអត់មានគ្រូទេខ្ញុំគ្រាន់តែទៅហាត់ធម្មតាដូចគេដូចឯងដើមសិនអីទៅហើយក៏ថ្ងៃមួយហ្នឹងខ្ញុំក៏សម្រាប់ចិត្តរើសយកគ្រូយកមកហាត់តែយើងអត់ដឹងថាតន់ថាគ្រូណាគាត់ល្អអីមិនទេណាយើងក៏ហាត់មួយគេដូចឯងទៅជាគ្រូទៅចឹងទៅហើយបន្ទាប់មកក៏ខ្ញុំហាត់បានថារយៈពេល2ឆ្នាំខ្ញុំក៏ចាប់ផ្ដើមចូលធ្វើការខាងផ្នែកគ្រូបង្វឹកហ្នឹងនៅក្រុមហ៊ុនមួយហើយក៏គេមានរៀនបង្វឹកយើងលក្ខណៈថារបៀបប្រហាត់សិស្សហាត់សិស្សមិនចឹងខ្ញុំក៏រៀនហើយពេលហ្នឹងក៏ខ្ញុំអត់តន់ជាគ្រូដែរខ្ញុំគ្រាន់ថារៀនតែចេះសិនព្រោះអីបន្ទាប់មកបានខ្ញុំចាប់ផ្ដើមធ្វើជាគ្រូបង្វឹកហើយខ្ញុំក៏ចាប់ផ្ដើមហាត់ខ្លួនឯងដឹកដេកឡាយខ្លួនឯងទៅក៏ខ្ញុំចាប់ផ្ដើមមានកូនសិស្សមានអីបន្តមកហើយបន្ទាប់មកក៏ខ្ញុំរយៈពេល2ឆ្នាំ2020នេះរបស់យើងនេះឥឡូវហ្នឹងក៏ខ្ញុំបានជួបគ្រូរបស់ខ្ញុំសប្តាហ៍ថ្ងៃហ្នឹងក៏ជួបគាត់ទៅក៏ខ្ញុំរើសយកគាត់ឲ្យមកធ្វើជាគ្រូបង្វឹកជា trainer របស់ខ្ញុំរហូតដល់សប្តាហ៍ថ្ងៃហ្នឹងព្រោះដោយសារខ្ញុំឃើញពីបទពិសោធន៍របស់គាត់ឃើញពីការចំណេះដឹងរបស់គាត់ល្អគាត់ប្រហាត់យើងហ្នឹងគឺផ្ដល់ចំណេះហ្នឹងឲ្យយើងចិត្តទុកដាក់ឲ្យលក្ខណៈថាគាត់ប្រហាត់យើងបែបជាគ្រូឲ្យយើងផ្ដល់ចំណេះដឹងទៅសិស្សហ្នឹងតែកុំឲ្យយើងខុសឲ្យមានទំនុកចិត្តទៅលើក្នុងការប្រហាត់សិស្សហើយនឹងសិស្សជឿជាក់លើយើងចាអ្នកគ្រូប៉ុន្តែទទឹមនឹងអ្នកគ្រូក៏ខ្លាយទៅជាគ្រូបង្ហាត់ប្រាណប៉ុន្តែកន្លងមកតាមរយៈខ្ញុំឃើញគឺអ្នកគ្រូហាត់ចូលកាយវិបកម្មដែរត្រូវចាបើថាប្រុសភាគច្រើនគឺគេឆ្លាញ់សាច់ដុំហីសាច់ដុំធំនេះគឺបរិសុទ្ធភាគច្រើនគឺគាត់ចូលចិត្តហើយប៉ុន្តែសម្រាប់នារីនៅក្នុងស្រុកខ្មែររបស់យើងមួយចំនួនចូលចិត្តដៃជើងសាឡូនចូលចិត្តដៃសាឡូនជើងសាឡូនក៏អត់សូវចូលចិត្តសាច់ដុំទេប៉ុន្តែសម្រាប់អ្នកគ្រូវិញគឺខ្ញុំចាប់អារម្មណ៍ថាគាត់តែហាត់យកកាយកីឡាមួយជាប្រភេទកីឡាដែលមានសាច់ដុំវិញអញ្ចឹងដឹងពីអ្នកគ្រូផ្ទាល់ថាមូលហេតុអីបានអ្នកគ្រូចូលហាត់កីឡាហ្នឹងដំបូងដើមឡើយអញ្ចឹងខ្ញុំអត់ដែរស្គាល់ពីពាក្យថា fitness ទេខ្ញុំអត់ដឹងមកខ្ញុំគាត់ថាហាត់ធម្មតាដូចគេដូចឯងហើយក៏ចាប់ដើមគេល្បីដែលវីដេអូរបស់បងភ័ណ្ឌអីគាត់គេមានកីឡាកាយវិបកម្មហ្នឹងក៏ខ្ញុំសួរគ្រូថាមានស្រីគេប្រកួតដែរសាច់ដុំធំអញ្ចឹងហើយយើងទូហ្នឹងហើយដូចខ្ញុំល្អិតហ្នឹងខ្ញុំប្រកួតបានតែទៅពេលអញ្ចឹងទៅក៏គាត់ថាតតសាកបានដឹងអញ្ចឹងក៏ខ្ញុំបដិញ្ញាថាអូខេសាកក៏បានដែរបើអត់សាកយើងនៅអត់ដឹងហ្មងហើយអត់ដឹងថាប្រវត្តិផលលំបាករបស់វាហ្នឹងមិនព្រួយលើតែគេនិយាយអញ្ចឹងតើយើងភ្លក់ខ្លួនឯងហ្មងមិនដឹងចុះពេលយើងចូលហាត់ហ្នឹងចង់ដឹងថាតើអារម្មណ៍យើងខុសប្លែកមិនពេលយើងចូលទៅរសជាតិនៃការហាត់កីឡាមួយប្រភេទហ្នឹងពិបាកមិនស្រួលមិនឬក៏បទពិសោធន៍ណាខ្លះដែលគ្រូអាចរៀនសូត្រពីហ្នឹងបាននិយាយទៅអីដែលខ្ញុំរៀនសូត្រពីរយៈពេលកន្លងមកហ្នឹងគឺខ្ញុំជួបការលំបាកច្រើនទី1ការវឹកហាត់យើងកាន់តែពីមួយថ្ងៃទៅមួយថ្ងៃគឺខ្លាំងដើម្បីធ្វើម៉េចឲ្យចេញ shape ឲ្យវាចេញ shape ចេញអីហ្នឹងឲ្យចេញសាច់ដុំទៅពេលដែលយើងប្រឹងឡើងផុសទៅលើឆាកគឺវាចេញទៅវាអាចនឹងថាវាមិនទាន់ល្អដូចគេតែគ្រាន់ថាវាបានមកវាគ្រាន់ជាងពេលដែលយើងអត់ទាន់មានហ្នឹងបានហាត់ហើយទី2ការបាក់ទឹកចិត្តមួម៉ៅខឹងហើយយើងអន់ចិត្តខ្លួនឯងមិនតាមជុំវិញខ្លួនអញ្ចឹងទៅយើងជួបច្រើនហើយការចំណាយក៏ច្រើនការញ៉ាំក៏យើងត្រូវញ៉ាំរៀងពិបាកបន្តិចជាងលក្ខណៈប៉ះចា
đập pe ngày để dương thử chật lang và cuộn nó cứ cái ao nhăn tàn thủ môn hay là bài pi khăn thủ môn có pi khăn này tại pi khăn dương cắt hạt tịch tại đập pe dương nhăn vì lì bắt trong trồi ញ៉ាំហ្នឹងនិយាយពេលជាទូទៅការហាត់ចូលកីឡាមុននឹងយើងឡើងប្រកួតហ្នឹងចង់ដឹងថាតើគេទុកពេលឲ្យយើងប្រហែលខែប្រហែលសប្តាហ៍នៅក្នុងការហាត់មុនពេលយើងឡើងប្រកួត bởi chỉ tu tới mẹ phò cái anh nắng cái ai hai cái thiểm bay khai môn này chẳng tay bởi nhóm vì là ấp chẳng hay chẳng ai phụ nhóm còn thiểm dân tăng vì vui ai khai cả là nam môn kê từ tay từ mòn làm đo cái kia món bằng gì bốc vô mòn tùm rọc vô chẳng vì của bà về trong khối nằng mảnh tịch nằng hay nhóm thả ấy đấy nhóm vừa tỏ bàn trồi lấy trồi hai năm mới chất sành kháng năng khang hay có ơi anh mẹ ca hát chụp mi chặt nơi khang khéo ấy chẳng đại toàn vậy ok ប៉ុន្តែបើសិនជាពិចារណាឬក៏គាត់មើលទៅនៃគ្រូជាគ្រូបង្ហាត់ប្រាណស្រាប់ជាអ្នកហាត់ប្រាណស្រាប់ចង់ដឹងថានៃគ្រូលើកមិនថាមានចំណុចពិបាកប៉ុន្តែបើសិនជាប្រៀបធៀបអាការហាត់ធម្មតាហើយនឹងការហាត់ចូលកីឡាមួយប្រភេទហ្នឹងវាខុសគ្នាបែបម៉េចបើសិនជាយើងហាត់ធម្មតាហើយនឹងហាត់ចូលកីឡាហ្នឹងការហាត់ធម្មតាវាមានគោលយើងត្រូវដឹងគោលដៅយើងហាត់ហ្នឹងយកឲ្យគេយើងហាត់យកគាត់ថាសុខភាពល្អរាងស្អាត anh nói ok hạt đôi dân tu tờn chẳng tai bởi dân miên cồm nó ha đôi nhâm chẳng của chẳng cứ dân hạt thường mấy bọc ai miên sạch thời ta làng thời ta xe thời ta phơi mốc phơi khói ấy cứ thời ta miên ai lùng bàn tề chẳng việc khóc nè trai mẹ đại con nè hạt phật phiếp con ấy con có hạt thoải mái chẳng hạt cả ban lùng hạt nga để qua thời ca tay giới nhưng thời bắt đầu tận mà riêng cai giống cứ mà tua luôn cứ thời bắt đầu tận anh các bạn ấy miền là nút tơ này để từ thời đàn tâm kia ប៉ុន្តែថាលំហាត់ប្រាណរបស់យើងព្រឹកព្រៀងមិនន័យថាបដោតសំខាន់ទៅលើចំណុចមួយនៅពេលដែលយើងហាត់ហើយចុះទាក់ទងទៅនឹងអាការញ៉ាំលងពេលដែលយើងហាត់នឹងទៀតមុនហ្នឹងនេះគ្រូលើកឡើងថាក្នុងមួយថ្ងៃគេកំណត់ឲ្យយើងញ៉ាំសាច់ជ្រូកមាន់អញ្ចឹងរយៈពេលដែលយើងត្រូវចូលប្រកួតហ្នឹងនឹងពេលដែលគេឲ្យយើងត្រៀមខ្លួនហ្នឹងយើងសុទ្ធតែញ៉ាំអាហារលំហៀបអញ្ចឹងឬក៏យើងអាចញ៉ាំអាផ្សេងបានខ្លះញ៉ាំអាផ្សេងវាបានតិចតួចតែគាត់ថាហើយវាបើកាក់ណៃថ្ងៃប្រកួតហ្មងណាយើងញ៉ាំអត់ញ៉ាំអត់ផឹកទឹកទេនិយាយទៅ2ថ្ងៃគឺកាត់ជាតិទឹកអញ្ចឹងដើម្បីឲ្យស្បែកយើងវាស្ងួតចឹងអាហ្នឹងផលលំបាកមួយយើងស្រេចទឹកតែអីបានយើងបានញ៉ាំបានតែផ្លែប៉ោមបៃតងឯងមកចាហៀងតិចឲ្យមានជាតិទឹកនៅជាប់កទេហើយនឹងទ្រូងមាន់អីយើងញ៉ាំទៅហើយនឹងដល់ថ្ងៃប្រកួតហ្នឹងមានសុកាឡាមានអីគាត់ឲ្យញ៉ាំដើម្បីឲ្យសាច់យើងប៉ោងហ្នឹងទៅបាយដល់ពេលយើងអត់ទឹកដល់2ថ្ងៃជាធម្មតាជាធម្មតាយើងគ្រាន់តែស្រេកទឹកយើងចង់ញ៉ាំទឹកដែរហើយយើងស្ទើរតែទ្រាំអត់បានចុះអ្នកគ្រូអត់ទាំង2ថ្ងៃយើងហ្នឹងហើយពិបាកបំផុតនិយាយទៅវិនាទីចុងក្រោយហ្នឹងគឺត្រូវតែទ្រាំចឹងហ្មង ចូលឡៃគឺតែលោកឲ្យដល់ហ្មងចឹងឧទាហរណ៍ថាថ្ងៃនេះគេថាថ្ងៃ2ថ្ងៃទៀតចូលប្រកួតហើយថ្ងៃនេះគេឲ្យយើងអត់ពីថ្ងៃនេះទៅអញ្ចឹងថ្ងៃដែលយើងប្រកួតយើងអាចញ៉ាំបានយើងញ៉ាំបានតិចតួចញ៉ាំបានតែញ៉ាំបានតិចតួចគាត់ថាហើយត្រូវតែពេលមានហ្វងមាន់ហ្វងអីយើងទៅញ៉ាំមានសូកូឡាមានអីស្ករបឺសដៃដាក់លាយមួយនំប៉័ងនេះគេហ្នឹងយើងញ៉ាំទៅវានិយាយទៅគឺខ្សោះហ្មងតែដល់ពេលដែលយើងប្រកួតចាប់យើងអាចញ៉ាំបានធម្មតា ប៉ុន្តែចង់ដឹងថានៅពេលអារម្មណ៍ពេលដែលចិត្តដល់ថ្ងៃប្រកួតចឹងអារម្មណ៍នេះគ្រូមានអារម្មណ៍មិនដែរអារម្មណ៍ពេលហ្នឹងភ័យផងសប្បាយចិត្តនឹងខ្ញុំទីមួយខ្ញុំខ្លាហាននឹងការដែលខ្ញុំស្លៀកប៊ីគីនីឡើងលើឆាកខ្ញុំពេលហ្នឹងខ្ញុំគេសួរខ្ញុំដែរថាខ្ញុំស្លៀកប៊ីគីនីឡើងលើឆាកខ្ញុំអត់ខ្មាស់គេខ្ញុំថាខ្ញុំអត់ខ្មាស់គេទេព្រោះអីទីមួយខ្ញុំស្រឡាញ់ទី2ជាបទពិសោធន៍ខ្ញុំទី3ជាអនុស្សាវរីយ៍ដែលខ្ញុំវាបានបរិញ្ញាខ្ញុំទាំងអស់ទាំងដែលខ្ញុំអត់ជួបពីមុនមករហូតដល់ខ្ញុំជួបវា គឺខ្ញុំឆ្លងកាត់ច្រើនណានិយាយទៅអនុស្សាវរីយ៍ក្នុងហ្នឹងគឺមានច្រើនអត់អាចកាត់ថ្លៃបានទេអូនេះគ្រូមួយទៀតខ្ញុំចង់ដឹងថាជាទូទៅកីឡាមួយប្រភេទហ្នឹងគឺសាច់ដុំចឹងចង់ដឹងអារម្មណ៍ពេលដែលយើងចូលហាត់ដំបូងណាតើអារម្មណ៍ចង់និយាយថាម៉ាក់ប៉ាឬក៏បងប្អូនយើងឬក៏មិត្តភក្តិរបស់យើង support ដោយសារតែកីឡាហ្នឹងគឺហាត់ហើយបើយើងឡើងប្រកួតទៀតយើងពាក់សឈុតប៊ីគីនីលាបពណ៌លាបអីទៀតចឹងណាអ្នកផ្ទះគឺអត់អីទេគ្រាន់តែគាត់ឃើញចឹងគាត់អាណិតកូនថ្ងៃចុងក្រោយយើងញ៉ាំចឹងគាត់អាណិតចឹង hay bò ơi mẹ mặt phẹ còn sơ ấy cứ quật support support dương hay quật sponsor dương pha đài tịnh đuôi mẹ dương chẳng này chẳng á ấy mẹ một tiết muốn nó quật xua tha rồi nhưng ban tin sau đấy bật to tình nhau rồi buồn chậm nhưng ta tua ban ca tin sau anh đang tra tin muối ao nhưng che strong chừng môn to số group of sa về để dân chua bành hàng chẳng dân thời ngập cho dân đua lại na nhưng ngược lại nằng
vậy tới khục bánh hạទាំងcứ dân thời là miên này việc anh hạ ọt đây tới thời là cùng tuần sau hay mua tiết em chân ai rồi tới ngày một tới chân ai bon này đi lại quạt lạnh sạch đông anh nắng quạt ai trâu xả là bon bàn thì cái làm mũi nâng đập bây giờ vì từ ngày một tới mình cái score cần phải chán dương đi chầm ran cần ta tầm mốc chân ở bon và quạt mình cài vô đăng tràn vì bậc hệ cái là nó quạt ở lại không ca ở lại bạc qua tới đó lại nè ha về đây nè khác quạt hiền yên quạt yên quạt hiền sliệ quạt đấy tay quạt sành tay bậc quạt bậc quạt sành hay bậc quạt ở hiền anh đang có smile dương ở đang thưa vì trà giờ mình càng trắng về đây là lời ní cái vi chấp ram cái score hiện para ai miền bong phò riêng cho bong ai quạt lang tập buồn là phò phê trắng cái score chớn trắng toàn là càng mà đó dương chim thưa vì tịch lòng đời trà សម្រាប់អ្នកគ្រូខ្ញុំចង់ដឹងថាប្រហែលជាបងប្អូនមួយចំនួនឆ្ងល់ដូចខ្ញុំដែរនៅថ្ងៃប្រកួតកីឡាកាយប្រកាំនឹងបងប្អូនឃើញកីឡាភាគច្រើនគឺពណ៌ស្បែកដូចមនុស្សធម្មតាទេពណ៌ស្បែកបុគ្គលគឺមើលទៅរលោងកំម៉ៅហ្មងចឹងដឹងថាហ្នឹងគេលាបឲ្យគេដែរលោកគ្រូ ប៉ុន្តែហ្នឹងគេលាបប្រេងហ្នឹងដើម្បីពេលដែលយើងប្រឹងទៅវាចេញឃើញច្បាស់បើយើងអត់លាបទេវាអត់ចេញអត់ច្បាស់ទេអញ្ចឹងគេខាងគណៈកម្មការក៏គេមើលសាច់យើងអត់សូវដឹងដែរអត់សូវល្អអញ្ចឹងគេលាបចឹងហើយលាបមកតួខ្លួន ហេតុអីបានគេចាំបាច់តម្រូវឲ្យពាក្យស្បែកជើងកែងដែរ ដោយសារយើងខាង fitness model ចឹង model ត្រូវតាមករាងកាយយើងត្រូវស្អាតហើយត្រូវហើយកុំឲ្យកម្ៅអញ្ចឹងណាតែមិនកុំឲ្យកម្ៅនេះយើងត្រូវចេះលេង style ឲ្យពេលយើងខុសយើងអីហ្នឹងចឹងសម្រាប់អារម្មណ៍នៃគ្រូបើសិនជានៅស្រុកខ្មែរបើយើងបានរៀបចំការប្រកួតកាយវេប្រកម្មនេះគំហែគ្រូនឹងចូលរួមប្រកួតទៀតអត់ចូលតែក៏ស្ដាយដែរពេលស៊ីហ្គេមអត់មានគេបិទអូខេអញ្ចឹងនេះគ្រូជាចុងក្រោយមានពាក្យពេចន៍អីនិយាយទៅកាន់បងប្អូនទាំងអស់គ្នាជាពិសេសនៅសភាពនារីទាំងឡាយដែលគាត់អត់សូវមានភាពក្លាហាននៅក្នុងការហាត់ចូលកីឡាណាមួយឬក៏សភាពនារីដែលគាត់កំពុងតែទស្សនាហើយគាត់ចាប់អារម្មណ៍កីឡាមួយប្រភេទនេះអ្នកគ្រូខ្ញុំអត់មាននិយាយច្រើនទេតែគាត់ថាបើសិនជាបងnàyគាត់ស្រឡាញ់ដូចខ្ញុំអញ្ចឹងគាត់គួរតែចាប់ផ្ដើមដាក់គោលដៅរបស់គាត់ឲ្យបានត្រឹមត្រូវឲ្យបានច្បាស់លាស់ទី2បងរករៀនច្បងណាដែលគាត់ឆ្លងកាត់បទពិសោធន៍មុនយើងអញ្ចឹងគាត់ដឹងអញ្ចឹងគាត់អាចជួយយើងគាត់អាចប្រាប់យើងថាបងខ្ញុំត្រូវធ្វើម៉េចវាអត់មានបាបើសិនជាការប្រស័យរបស់យើងទៅជាមួយគេគឺល្អអញ្ចឹងសំខាន់គឺចាតំណែងរបស់យើងនឹងយើងត្រូវតែសួរបើយើងធ្វើខ្លួនឯងអាកាឡានេះគឺអាចធ្វើខ្លួនឯងបានទេវាធ្វើខ្លួនឯងបានគេថាវាពិបាកអញ្ចឹងតែតតែយើងស្គាល់ឲ្យច្បាស់ដែរចាអរគុណច្រើនអ្នកគ្រូសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការចូលរួមចែករំលែកពីបទពិសោធន៍របស់អ្នកគ្រូផ្ទាល់នៅក្នុងការហាត់ចូលកីឡាកាយវេប្រកម្មសម្រាប់បងប្អូនទាំងអស់គ្នាដែលកំពុងតែធ្វើការតាមដានទស្សនាតាមរយៈវីដេអូមួយនេះប្រសិនជាបងប្អូនទាំងអស់គ្នាចាប់អារម្មណ៍ទាក់ទងទៅនឹងកីឡាមួយប្រភេទនេះហើយបងប្អូនទាំងអស់គ្នាត្រូវតែមានភាពក្លាហានដូចគាត់ចឹងបន្ទាប់ពីយើងបានសាកល្បងកីឡាឬក៏អ្វីមួយហើយយើងទទួលបានបទពិសោធន៍ថ្មីឬក៏រៀនសូត្រពីចំណុចថ្មីសម្រាប់ជីវិតរបស់យើងទៀតអរគុណច្រើនសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ជួបគ្នាជាមួយនាងខ្ញុំស៊ីថានៅវីដេអូក្រោយ